សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះសម័យយើងឃើញកាលពី3ថ្ងៃមុននៅពេលនោះហ្វឹងឈីងអឺបានសួរតែកាន់ហ្វឹងហួងហើយនាងមកជួបតើមានរឿងចង់និយាយមែនទេហ្វឹងហួងក៏ប្រាប់ថាការធ្វើដំណើរទៅតតាំងជាមួយនឹងកងនាងខាងកៅលើកនេះមនុស្សដែលបានបញ្ជូនចេញមកនឹងគឺសត្វតែជាព្រឹទ្ធាចារ្យដែលមានបទពិសោធន៍លើកលែងតែនាងជាមួយនឹងជាវហ្វឹងតែប៉ុណ្ណោះសួរហើយតើនាងដឹងថាហេតុអ្វីដែរឬអត់ហ្វឹងឈីងអឺក៏ប្រាប់ថាចង់ឲ្យនាងសាងគុណសម្បត្តិដើម្បីលុបលាងកំហុសដែលនាងបានប្រាជ័យយកនៅបេះដូងព្រះពោធិសត្វក៏ដូចជាខ្សែឈាមនាគមយូរ៉ានោះត្រឡប់ទៅវិញហ្វឹងហួងក៏និយាយថាអ្នកខ្លាំងគឺមិនដែលចងជាប់ដោយកំហុសកាលពីអតីតកាលនោះទេហើយពួកយើងគឺជាត្រកូលបិសាចមយូរ៉ាស៊ូគៀហ្វឹងឈីងអឺក៏ប្រាប់ថាប៉ុន្តែផ្លូវរបស់នាងគឺត្រូវបានគេកាប់ផ្ដាច់រួចទៅហើយដោយនាងមិនអាចបំបីកម្រិតតទៅមុខបានទៀតឡើយហ្វឹងហួងក៏នៅតែនិយាយថាដូច្នោះហើយប្រសិនបើយើងគឺអាចយកនៅខ្សែឈាមនាគមយូរ៉ានោះមកវិញបាននោះនាងប្រកាសជាអាចបំបីកម្រិតតទៅមុខទៀតបានលើដូច្នោះហើយហ្វឹងឈីងអឺនឹងគឺហាក់បីដូចជាសប្បាយជាខ្លាំងមែនទែនហ្វឹងហួងក៏នៅតែបន្តថានៅពេលនេះត្រកូលបិសាចមយូរ៉ាស៊ូគៀរបស់យើងគឺបានរស់នៅក្រោមអំណាចនៃត្រកូលនាគបុរាណនឹងអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយដូច្នោះហើយការធ្វើដំណើរទៅកាន់កងនាគខាងកើតនេះវាក៏ជាពេលវេលាដែលពួកយើងគឺត្រូវតែផ្លាស់ប្ដូរនៅស្ថានភាពត្រឡប់មកវិញដែរហ្វឹងឈីងអឺក៏ប្រាប់ថានាងនឹងផ្ដល់នៅអ្វីគ្រប់យ៉ាងដែលនាងមានដើម្បីធ្វើឲ្យត្រកូលបិសាចមយូរ៉ាស៊ូគៀនឹងឈានទៅដល់ចំណុចកំពូលឡើងវិញដូច្នោះហើយហ្វឹងហួងក៏ឲ្យហ្វឹងឈីងអឺនឹងទៅត្រៀមខ្លួនទៅយើងការបដៅទស្សនវិជ្ជានាពេលបច្ចុប្បន្ននេះវិញក៏ឃើញថាការប្រយុទ្ធគឺនៅតែបន្តពួកគេទាំងពីរនាក់នោះគឺមិនមែនជាដៃគូរបស់សៀវយៀននោះទេដូច្នោះហើយនៅពេលនេះក៏ចេញជាប់តាមមាត់ខ្លះៗដែរហើយក៏សួរគ្នាទៅវិញទៅមកថាតើមិនអីទេឬពួកគេក៏ប្រាប់ថាមិនអីនោះទេគឺត្រូវតែមានការប្រុងប្រយ័ត្នជាងនេះបន្តិចចំណែកសៀវយៀនក៏បានសើចចំមកឲ្យពួកគេព្រោះថាបើទោះបីជាបរិសុទ្ធប្រយុទ្ធពីរនាក់រួមដៃគ្នាក៏ដោយប៉ុន្តែវានៅតែគ្មានអ្វីដែលអស្ចារ្យតទៅសោះស្របពេលដែលយីងហួងក៏បានតបទៅវិញថាគេបានប្រឡូកនៅក្នុងទ្វីបកម្លាំងធាតុនេះជាមួយនឹងបងប្អូនរបស់គេអរិយាពេលជាច្រើនឆ្នាំមកហើយអ្នកណាទៅដែលមិនស្គាល់ពួកគេទាំងពីរនាក់បងប្អូនចំណែកសៀវយិនគ្រាន់តែជាក្មេងដែលមិនទាន់ផ្ដាច់ដោះតែប៉ុណ្ណោះរួចហើយនោះក៏ចាប់ផ្ដើមប្រើប្រាស់នៅធម្មពលរបស់គេខុនហួងក៏ប្រាប់ហើយថាថ្ងៃនេះគេនឹងបង្ហាញសៀវយិនឲ្យបានដឹងអំពីរបៀបដែលគេទទួលបានងារដែលជាមយូរ៉ាស៊ូគៀទាំង3ហើយនៅពេលនេះអំណាចធម្មពលរបស់អ្នកទាំងពីរក៏បានកើតឡើងហើយវាក៏បង្កើតបានទៅជាសត្វដ៏ធំសម្បើមមួយដែលចាប់ផ្ដើមលាបតបាក់ទៅលើសៀវយិនឃើញដូច្នោះហើយសៀវយិនគាត់គឺមានតែព្យាយាមកិច្ចអំពីធម្មពលដ៏ធំនេះតែប៉ុណ្ណោះប៉ុន្តែយីងហួងក៏មិនអនុញ្ញាតឲ្យសៀវយិនកិច្ចទៅណាបានដែរគេក៏បានស្ទុះឡើងទៅខាងលើប្រើប្រាស់ធម្មពលរបស់គេដើម្បីធ្វើការរារាំងសៀវយិនដូច្នោះហើយសៀវយិនគាត់ក៏មិនអាចកិច្ចទៅណាបានដែរដោយនៅទីបំផុតនោះក៏ត្រូវបានធម្មពលដ៏ធំសម្បត្តិរបស់ខុនហួងនឹងធ្វើការលាបតបាក់គាត់តែម្ដងទៅហើយសៀវយិនដែលនៅខាងក្នុងក៏ប្រើប្រាស់កម្លាំងធម្មពលរបស់គាត់ដើម្បីធ្វើការបំបែកនៅធម្មពលនេះយីងហួងក៏បាននិយាយទៅកាន់សៀវយិនថាមិនចាំបាច់ខ្ជះខ្ជាយកម្លាំងនោះទេព្រោះថាយ៉ាងណាមិញធម្មពលរបស់បងទី2គេនឹងគឺពិតជាខ្លាំងមែនទែនហើយបើទោះបីជាសៀវយិនគឺជាបរិសុទ្ធប្រយុទ្ធកាយមួយក៏ដោយត្រឹមតែរយៈពេលកន្លះនាទីតែប៉ុណ្ណោះគាត់នឹងក្លាយទៅជាថ្លុកឈាមហើយស្របពេលដែលជាហ្វឹងគេក៏ចង់ដឹងដែរអំពីលើកនេះថាតើសៀវយិនគាត់នឹងអាចរស់បានដោយរបៀបណាទៀតទៅហើយខណៈដែលសៀវយិនក៏បាននិយាយថាចាប់តាំងពីគាត់គឺមិនអាចបំបែកវាបានទៅហើយនោះដូច្នោះហើយគាត់នឹងបន្ទាប់មកគាត់ក៏ចាប់ប្រើប្រាស់នៅបច្ចេកទេសកម្រិតឋានសួគ៌របស់គាត់ដែលវាគឺជាបាតដៃបង្កើតឋានសួគ៌ដ៏អស្ចារ្យនៅពេលដែលអំណាចធម្មពលនេះវាគឺបានលេចឡើងមកវាក៏បានធ្វើការលេបតបាក់យកនៅអំណាចធម្មពលរបស់ខុនហួងតែម្ដងទៅហើយនៅទីបំផុតនោះធម្មពលវាក៏ស្រាប់តែបានផ្ទុះឡើងធ្វើអ្នកទាំងពីរនៅពេលនេះគឺថាចេញជាប់កាន់តែច្រើនអំពីមាត់ហើយហ្វឹងឈីងអឺក៏និយាយហើយថាវាមិននឹងអាចទៅរួចទៅចំណែកយីងហួងបាននិយាយថាចំពោះអ្វីដែលសៀវយិនបានវឹកហាត់គឺសតែជាបច្ចេកទេសប្រយុទ្ធកម្រិតឋានសួគ៌សៀវយិនក៏តបទៅវិញថាយ៉ាងម៉េចតើពួកឯងទាំងពីរនាក់មិនចង់បង្ហាញខ្ញុំអំពីអំណាចនៃការរួមដៃគ្នាទេឬនៅពេលដែលពួកគេទាំងពីរគឺរៀបនឹងតបនោះក៏ស្រាប់តែសម្លេងនៃការប្រយុទ្ធគ្នាខាងនោះគឺបានផ្ទុះឡើងជាបន្តចំណែកខាងនោះវិញហ្វឹងហួងហាក់បីដូចជាចាញ់ប្រៀបយ៉ាងមីងបន្តិចហើយយ៉ាងមីងក៏នៅតែបន្តប្រើប្រាស់កម្លាំងធម្មពលរបស់គាត់ជាមួយនៅស្នៀតប្រយុទ្ធមួយដើម្បីវិប្រហារទៅលើហ្វឹងហួងបន្តហើយនាងក៏ព្យាយាមកិច្ចអំពីកម្លាំងធម្មពលនេះដែរប៉ុន្តែដោយសារតែមិនអាចកិច្ចទៅណាបាននាងក៏បានសម្រេចចិត្តប្រើប្រាស់នៅកម្លាំងធម្មពលរបស់នាងគឺដើម្បីធ្វើការទប់ទល់ក៏ដូចជារារាំងបន្តទៀតទៅបណ្ដាលឲ្យធម្មពលទាំងពីរនឹងវាក៏បានប៉ះទង្គិចគ្នាបន្តឃើញដូច្នោះហើយចំពោះខុនហួងគឺបានត្រឹមតែស្រែកជាមួយនឹងការព្រួយបារម្ភតែការបងស្រីរបស់គេប៉ុន្តែសៀវយិនក៏ប្រាប់ថាកុំទាន់ព្រួយបារម្ភទៅកាន់អ្នកដទៃអីគាត់ក៏បានលើកជើងដ៏ធំសម្បត្តិរបស់គាត់ដើម្បីជន់ទៅលើពួកគេទាំងពីរចំណែកពួកគេទាំងពីរនឹងក៏បានកិច្ចអំពីជើងដ៏ធំសម្បត្តិរបស់សៀវយិនក៏ប្រើប្រាស់នៅអង្កាំដែលនៅពីក្រោយខ្នងរបស់គាត់ដើម្បីធ្វើការដេញតាមពួកគេទាំងពីរបន្តពួកគេនឹងក៏នៅតែប្រើប្រាស់កម្លាំងជាមួយនៅល្បឿនដើម្បីកិច្ចអំពីធម្មពលរបស់សៀវយិនក៏នៅតែបន្ថែមនៅកម្លាំងធម្មពលរបស់គាត់ហើយអង្កាំទាំងអស់នេះវាក៏ចាប់ផ្ដើមធ្វើការប្រតិសិនជំវិញពួកគេទាំងពីរនាក់កាន់តែលឿនទៅអមជាមួយនឹងកម្លាំងធម្មពលឃើញដូច្នោះហើយអ្នកទាំងពីរនឹងក៏ប្រើប្រាស់កម្លាំងធម្មពលម្ដងទៀតបង្កើតបានទៅជាខែលការពារមួយបន្ទាប់មកខុនហួងបាននិយាយថាចំពោះអ្វីដែលសៀវយិនបានប្រើប្រាស់នឹងវាគឺស្ថិតតែជាជំនាញប្រយុទ្ធកម្រិតឋានសួគ៌ទាំងអស់ដូច្នោះហើយប្រសិនបើពួកគេប្រើប្រាស់នៅអំណាចខ្សែឈាមនោះប្រកាសជាអាចយកឈ្នះទៅលើសៀវយិនបានប៉ុន្តែយីងហួងក៏ប្រាប់ថាពួកយើងគឺត្រូវតតាំងជាមួយនឹងកងនាគខាងកើតទៀតដូច្នោះហើយប្រសិនបើប្រើប្រាស់សញ្ញាអានេះដើម្បីប្រយុទ្ធជាមួយនឹងសៀវយិនវាប្រកាសជាប៉ះពាល់ទៅដល់កិច្ចការធំចំណែកសៀវយិនគាត់គឺនៅតែបន្តក្តាប់កណ្ដាប់ដៃធម្មពលរបស់គាត់ក៏ចាប់ផ្ដើមធ្វើការរួមបញ្ចូលគ្នារួចហើយនោះកម្លាំងរបស់វាក៏បានបាញ់សម្ដៅទៅកាន់ខែលការពាររបស់ពួកគេទាំងពីរនាក់បណ្ដាលឲ្យខែលការពាររបស់ពួកគេទាំងពីរនឹងក៏ត្រូវ
បានបំបីចោលខ្ទេចស្របពេលដែលស៊ីវយិនគាត់ក៏នៅតែបន្តប្រើប្រាស់កម្លាំងរបស់គាត់ដើម្បីវាយប្រហារទៅលើពួកគេម្ដងទៀតអ្នកទាំងពីរក៏បានបញ្ចេញកម្លាំងដើម្បីមរារាំងស្របពេលដែលស៊ីវយិនក៏បានស្រែកតែការព្រឹត្តិការណ៍លាវឲ្យគាត់នឹងគឺធ្វើការចាប់ខ្លួនជីវហ្វាំងក៏ដូចជាអ្នកដទៃផ្សេងទៀតទៅលើដូច្នោះហើយព្រឹត្តិការណ៍ទាំងអស់ហ្នឹងក៏មិនចោលបង្អង់យូរដែរឃើញដូច្នោះហើយជីវហ្វាំងក៏ស្រែកប្រាប់ទៅកាន់បកពួករបស់គេឲ្យរៀបចំបញ្ចេញក្បួននៃការបង្កើតហើយនៅពេលនេះពួកគេក៏បានរួមដៃគ្នាបង្កើតបានទៅជាកណ្ដឹងដ៏ធំសម្បើមមួយសម្រាប់ការពារខ្លួនចំណែកព្រឹត្តិការណ៍នៅក្នុងកសម្ព័ន្ធពូថ្លាន់ដីជម្រៅ9ជាន់ក៏និយាយថាវាគ្រាន់តែជាកណ្ដឹងអេតចៃមួយតែប៉ុណ្ណោះដូច្នោះហើយក៏ចង់ដឹងតើវាគឺអាចទ្រាំទ្របានយូរប៉ុណ្ណាទៅហើយក៏ប្រើប្រាស់កម្លាំងដើម្បីធ្វើការវិបំផ្លាញវាចោលហើយបន្ទាប់ពីឃើញថាគឺត្រូវបានគេវាយគ្រប់ទិសទីបែបហ្នឹងយីងហ៊ុនក៏បានស្រែកទៅកាន់ស៊ីវយិនថាគេនឹងតស៊ូជាមួយនឹងស៊ីវយិនរហូតដល់ស្លាប់នៅពេលនេះគេក៏បានប្រើប្រាស់នៅអំណាចធម្មពលដ៏ខ្លាំងក្លារបស់ពួកគេម្ដងទៀតធ្វើការរួមបញ្ចូលគ្នារួចហើយនោះកម្លាំងធម្មពលដ៏ធំសម្បើមមួយក៏ចាប់ផ្ដើមប្រមូលផ្ដុំហើយវាក៏បានបាញ់សម្ដៅចូលទៅរកស៊ីវយិនបន្ទាប់ពីឃើញដូច្នោះហើយស៊ីវយិនគាត់ក៏ចាប់ផ្ដើមប្រើប្រាស់នៅស្នៀតប្រយុទ្ធថ្មីមួយដែលគាត់គឺទៅតែរៀនចេះហើយនេះក៏ជាលើកទី1ដែរដោយស៊ីវយិនបានប្រើប្រាស់នៅស្នៀតប្រយុទ្ធមួយនេះជាមួយនឹងអំណាចធម្មពលក៏ដូចជាអ្វីដែលបានលេចឡើងយើងក៏ដឹងហើយថាវាគឺជាស្នៀតអ្វីដែលនោះគឺជាបាតដៃនីតិខេត្តដៅពណ៌លឿងនៅពេលនេះអំណាចធម្មពលបាតដៃជាច្រើនវាក៏បានលេចចេញមកឬហើយវាក៏ចាប់ផ្ដើមធ្វើការវិសម្ដៅទៅកាន់អំណាចធម្មពលរបស់បងប្អូនពួកគេទាំងពីរនាក់ទៅបន្ទាប់ពីឃើញថាបាតដៃរបស់ស៊ីវយិនកំពុងតែវាចូលមកខាងក្រោមនោះពួកគេទាំងពីរនាក់ក៏សម្រេចចិត្តប្រើប្រាស់នៅអំណាចធម្មពលនៃខ្សែឈាមហើយនៅពេលនេះអំណាចខ្សែឈាមរបស់ពួកគេទាំងពីរក៏បានលេចចេញមកពួកវាក៏ចាប់ផ្ដើមធ្វើការរួមបញ្ចូលគ្នាបង្កើតបានទៅជាធម្មពលដ៏ធំសម្បើមមួយទៀតហើយក៏ចាប់ផ្ដើមរុញបាតដៃរបស់ស៊ីវយិនឲ្យឡើងទៅខាងលើវិញចំណែកស៊ីវយិនបន្ទាប់ពីឃើញដូច្នោះគាត់បាននិយាយថានៅពេលនេះវាគឺដល់ពេលដែលត្រូវតែបញ្ចប់រឿងហ្នឹងហើយដូច្នោះហើយគាត់ក៏ចាប់ផ្ដើមបន្ថែមនៅកម្លាំងធម្មពលរបស់គាត់ម្ដងទៀតរួចហើយក៏បានវាចូលទៅខាងក្រោមផ្សារជាថ្មីបណ្ដាលឲ្យបាតដៃរបស់គាត់នឹងក៏បានវាបំបែកនៅធម្មពលរបស់ពួកគេទាំងពីររួចហើយនោះក៏សម្ដៅចូលទៅរកពួកគេទាំងពីរតែម្ដងចំណែកពួកគេទាំងពីរក៏ដឹងថាមិនស្រួលដែរព្រោះថាកម្លាំងប្រយុទ្ធរបស់ស៊ីវយិនគឺកំពុងតែមានការកើនឡើងប៉ុន្តែយ៉ាងណាមិញពួកគេទាំងពីរនាក់គឺមិនអាចគេចទៅណាបាននោះទេដោយនៅទីបំផុតនោះក៏ខ្លាចទៅជាចាប់នៅក្នុងកណ្ដាប់ដៃរបស់ស៊ីវយិនទៅហើយបើទោះបីជាពួកគេគឺប្រឹងស្រែកប៉ុណ្ណាក៏ដោយក៏គ្មានប្រយោជន៍ដែរក្លេកទៅមើលខាងនោះវិញបន្ទាប់ពីឃើញថាសម្បីតែព្រឹត្តិការណ៍ទាំងពីរនាក់ហ្នឹងក៏ចាញ់នៅក្នុងកណ្ដាប់ដៃរបស់ស៊ីវយិនដែរហ្វាំងឈីងអឺនៅពេលនេះគឺពិតជាមានអារម្មណ៍ថាទុនដៃទុនជើងខ្លាំងមែនទែនហើយបើទោះបីជាជាវហ្វាំងព្យាយាមស្រែកមកកាន់នាងយ៉ាងណាក៏ដោយក៏វាគ្មានប្រយោជន៍ដែរដោយសារតែហ្វាំងឈីងអឺបាននិយាយឲ្យថាស៊ីវយិននៅពេលនេះគឺមាននៅអំណាចធម្មពលខ្លាំងណាស់ក្លេកទៅមើលស៊ីវយិនវិញគាត់ក៏បានដើរសម្ដៅចូលទៅរកពួកគេទាំងពីររួចហើយក៏ប្រើប្រាស់នៅត្រាពលឹងហើយក៏បានដាក់ទៅលើរាងកាយរបស់ពួកគេទាំងពីរដែលធ្វើពួកគេទាំងពីរនឹងក៏បានស្រែកជាមួយនឹងការឈឺចាប់ហើយនៅទីបំផុតនោះក៏ប្រែក្លាយទៅជាទម្រង់ដើមក៏ដូចជារាងកាយដើមនិងក៏ធ្លាក់ចូលទៅក្នុងក្រញាំដៃរបស់ស៊ីវយិនទៅបន្ទាប់ពីឃើញដូច្នោះហើយជាវហ្វាំងគេក៏មានការភ្ជាប់ផ្អើលម្ដងទៀតព្រោះថាបើទោះបីជាព្រឹត្តិការណ៍ទាំងពីររួមដៃគ្នាក៏ដោយក៏នៅតែមិនមែនជាដៃគូរបស់ស៊ីវយិនហើយស្របពេលដែលស៊ីវយិនក៏និយាយថាការដែលសម្លាប់បរិសុទ្ធប្រយុទ្ធពីរនាក់នោះវាគឺមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែក៏សំណាងល្អដែលនៅពេលនេះគាត់គឺអាចបង្ក្រាបពួកគេបានជាបណ្ដោះអាសន្នរួចហើយក៏ប្រាប់ថាដល់វ័យរបស់ពួកឯងម្ដងហើយគាត់ក៏បានដើរសម្ដៅចូលទៅរកមនុស្សមួយក្រុមនេះបន្ទាប់ពីឃើញស៊ីវយិនបានដើរចូលមកព្រឹត្តិការណ៍នៅក្នុងត្រកូលពស់ក៏ដូចជាអ្នកផ្សេងក៏នាំគ្នាថយក្រោយប៉ុន្តែព្រឹត្តិការណ៍នៅក្នុងត្រកូលចាប់សម្អុយឯនេះវិញគឺកំពុងតែពោពេញទៅដោយការភ័យខ្លាចស៊ីវយិនក៏បានលើកនៅដៃរបស់គាត់ឡើងបន្តិចនោះកណ្ដឹងដ៏ធំសម្បើមក៏ដូចជារឹងមាំមួយនេះវាក៏ត្រូវបានបំផ្លាញចោលហើយពួកគេទាំងអស់គ្នានឹងក៏បានដាក់មេប្រូចរៀងៗខ្លួនទៅប៉ុន្តែស៊ីវយិនធ្វើម៉េចនឹងអាចឲ្យពួកគេរត់បានប្រើប្រាស់នៅរនាំងធម្មពលមួយដើម្បីធ្វើការឃុំឃាំងពួកគេទាំងអស់គ្នាហើយម្នាក់បានបញ្ចេញកម្លាំងធ្វើការបំបែកនៅរនាំងធម្មពលនេះប៉ុន្តែយ៉ាងណាមិញពួកគេមិនអាចធ្វើអ្វីបាននោះទេក្រោយពីបានឃើញដូច្នោះហើយជាវហ្វាំងក៏សម្រេចចិត្តនិយាយទៅកាន់ស៊ីវយិនថាឲ្យដោះលែងពួកគេទៅដោយសារតែខ្លួនគេគឺជាអ្នកដឹកនាំវ័យក្មេងនៃត្រកូលបៃសាមីយូរ៉ាស៊ូគៀដូច្នោះហើយមិនថាស៊ីវយិនចង់បានអ្វីនោះទេគេអាចផ្ដល់ឲ្យស៊ីវយិនបានគ្រប់យ៉ាងចំណែកស៊ីវយិនក៏តបទៅវិញថាតើរបស់របរនៅក្នុងត្រកូលបៃសាមីយូរ៉ាស៊ូគៀរបស់ឯងវាគឺពិតជាមានតម្លៃខ្លាំងណាស់មែនទេចំណែកព្រឹត្តិការណ៍នៅក្នុងត្រកូលពស់ថ្លាន់ដីជម្រៅ9ជាន់ក៏គិតថាស៊ីវយិនយើងគឺពិតជាមាននៅអំណាចធម្មពលខ្លាំងមែនទែនដែលអាចបង្ក្រាបទៅលើអ្នកខ្លាំងទាំងអស់នេះបានយ៉ាងងាយស្រួលហើយក៏សំណាងល្អដែរត្រកូលរបស់គាត់មិនបានធ្វើជាសត្រូវជាមួយនឹងស៊ីវយិនស្របពេលដែលស៊ីវអ៊ុយសៀនក៏ដូចជាឈីងលៀនក៏បានចូលទៅរកស៊ីវយិនហើយក៏សួរគាត់ថាតើគាត់មិនអីទេឬស៊ីវយិនក៏ប្រាប់ថាគ្មានបញ្ហានោះទេសម្រាប់បន្តិចទៅប្រកាសជាលេងអីហើយគាត់ក៏បានក្លែងមើលទៅកាន់អ្នកទាំងពីរដែលកំពុងតែប្រយុទ្ធគ្នាហើយបន្ទាប់មកក៏បាននិយាយទៅកាន់ហ្វឹងហួងថានៅពេលនេះបងប្អូនល្អទាំងពីររបស់នាងគឺបានចាញ់នៅក្រោមកណ្ដាប់ដៃរបស់គាត់ហើយដូច្នោះហើយគាត់នឹងទុកពេលឲ្យនាងចំនួន10ដង្ហើមប្រសិនបើនាងមិនបញ្ឈប់នៅការប្រយុទ្ធទេគាត់នឹងសម្លាប់មនុស្សម្នាក់ចោលហើយបន្ទាប់ពីលើដូច្នោះហើយនៅពេលនេះហ្វឹងហួងក៏បានបញ្ឈប់ការប្រយុទ្ធជាមួយនឹងយ៉ាវមីងរួចហើយក៏បានក្លែងមើលទៅកាន់សមាជិករបស់នាងដែលកំពុងតែនៅក្នុងកណ្ដាប់ដៃរបស់ស៊ីវយិនយ៉ាវមីងក៏បានគិតថាស៊ីវយិននៅពេលនេះប្រហែលជាអាចគ្រប់គ្រងទៅលើពួកគេបានហើយដូច្នោះហើយគាត់ក៏មិនចាំបាច់ប្រយុទ្ធទៀតដែរហើយបន្ទាប់មកក៏ចូលទៅរកស៊ីវយិនទៅរួចហើយក៏និយាយទៅកាន់ស៊ីវយិនថាគាត់គឺពិតជាមាននៅអំណាចធម្មពលដ៏ខ្លាំងក្លាមែនដែលអាចប្រយុទ្ធ2ទល់នឹង1ហើយក៏អាចចាត់ការទៅលើពួកគេទាំងពីរនាក់បានយ៉ាងលឿនយ៉ាងឆាប់រហ័សផងដែរដូច្នោះហើយប្រសិនបើដំណឹងមួយនេះគឺត្រូវបានខ្ចាត់ខ្ចាយចេញទៅនោះតើគេឈ្មោះនៃត្រកូលបៃសាមីយូរ៉ាស៊ូគីគឺនឹងទៅ
ទៅជាយ៉ាងណាចំណែកហ្វឹងហួងក៏បានសម្លឹងមើលតែការសមាជិករបស់នាងដែលនៅក្នុងដៃរបស់សៀវយិនហើយក៏និយាយថានាងគឺជាត្រកូលបិសាចមយុរាស៊ូគីដ៏ខ្លាំងក្លាប៉ុន្តែមិនទាន់ចាប់ផ្ដើមសង្គ្រាមផងនាងគឺចាញ់បានទៅហើយសៀវយិនក៏បានសួរថាតើនាងឆ្លើយតបដែរឬអត់ប្រសិនបើមិនឆ្លើយទេគាត់គឺចាត់ការហើយហ្វឹងហួងតបទៅវិញថាប្រសិនបើសៀវយិនគឺហ៊ានតែសម្លាប់ពួកគេនោះត្រកូលរបស់នាងនឹងប្រយុទ្ធជាមួយនឹងសៀវយិនរហូតដល់ទីបញ្ចប់សៀវយិនក៏តបទៅវិញថាគាត់គឺធ្វើជាសត្រូវជាមួយនឹងត្រកូលរបស់នាងរួចទៅហើយដូច្នោះហើយប្រសិនបើគាត់ខ្លាចក៏មិនស្ទាក់វិប្រហារនាងដែរដូច្នោះហើយក៏ឲ្យនាងឈប់ខ្ជះខ្ជាយពាក្យសម្ដីទៀតទៅប្រសិនបើនាងគឺនៅតែរឹងរូសនោះគាត់នឹងធ្វើត្រកូលរបស់នាងបាត់បង់នៅបោះសុតប្រយុទ្ធចំនួន2នាក់ចំណែកនាងក៏នៅតែសួរថាតើសៀវយិនចង់បានអ្វីឲ្យពិតប្រាកដសៀវយិនក៏ប្រាប់ថាគាត់មិនចង់បានអ្វីនោះទេគ្រាន់តែចង់ឲ្យត្រកូលរបស់នាងនៅឲ្យឆ្ងាយអំពីកិច្ចការនៃត្រកូលនាគបុរាណស្របពេលដែលនាងក៏តបទៅវិញថាបើទោះបីជាត្រកូលរបស់នាងមិនលូកដៃក៏ដោយប៉ុន្តែកោនាគខាងការនោះគឺមិនអាចទប់ទល់ជាមួយនឹងកោនាគទាំង3បាននោះទេហើយតើសៀវយិនគាត់សង្ឃឹមថាអធិរាជនាគថ្មីដែលមិនទាន់ពេញវ័យនោះគឺអាចទប់ទល់ជាមួយនឹងស្ដេចនាគទាំង3បានមែនទេសៀវយិនក៏តបទៅវិញថាវាគឺមិនមែនជាក្តីកង្វល់របស់នាងនោះទេហើយនៅពេលនេះនាងមានជំរឿចំនួន2ដែលធ្វើការជ្រើសរើសដោយទី1គឺត្រូវតែចាក់ចេញនាំពាក្យសម្ដីរបស់គាត់ប្រាប់ទៅកាន់មេដឹកនាំរបស់នាងកុំខ្វាយខ្វល់ពីអ្នកដទៃខាងពេកគួរតែគិតគូរដល់ខ្លួនឯងទៅហើយចំណែកទី2វិញគាត់នឹងរួមដៃគ្នាជាមួយនឹងយ៉ាងមីងដើម្បីចាប់ខ្លួននាងរួចហើយនោះក៏សម្លាប់ដៃពូទាំងអស់គ្នាតែម្ដងចំណែកហ្វឹងហួងក៏តបមកវិញថាចង់ចាប់ខ្លួននាងមែនទេនាងខ្លាចថាសៀវយិនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នោះទេហើយបើទោះបីជានាងគឺមិនមែនជាដៃគូរបស់ពួកគេទាំងពីរនាក់នៅពេលដែលពួកគេរួមដៃគ្នាក៏ដោយប៉ុន្តែដល់រាបណាឲ្យតែនាងធ្វើការបំផ្លាញខ្លួនឯងនោះពួកគេទាំងពីរនាក់នឹងប្រកាសជាមិនរស់នោះទេចំណែកសៀវយិនវិញគាត់ក៏មិនចង់វែងឆ្ងាយជាមួយនឹងនាងដែរទៅឲ្យនាងធ្វើការសម្រេចចិត្តដោយខ្លួនឯងទៅហើយក៏ចង់ដឹងដែរថាតើការបំផ្លាញខ្លួនឯងរបស់នាងលឿនជាងឬមួយក៏គាត់បំផ្លាញស្នូវវេទមន្តរបស់ពួកគេទាំងពីរនាក់នេះលឿនជាងចំណែកហ្វឹងហួងក៏នៅតែបញ្ចេញកម្លាំងធម្មពលរបស់នាងសៀវយិនគាត់ក៏ចាប់ផ្ដើមរាប់លេខដោយចាប់ផ្ដើមពី3 2 1ហើយនៅពេលដែលគាត់គឺរៀបនឹងចាត់ការនោះហ្វឹងហួងក៏បានសម្រេចចិត្តស្រែកទៅកាន់សៀវយិនឲ្យគាត់ឈប់ហើយក៏ប្រាប់ថានៅពេលនេះនាងនឹងយល់ព្រមទៅតាមសំណើរបស់សៀវយិនដោយត្រកូលបិសាចមយុរាស៊ូគីរបស់នាងនឹងមិនជ្រៀតជ្រែកឬមួយក៏លូកដៃចូលទៅក្នុងកិច្ចការនៃកោនាគខាងកើតឬមួយក៏ត្រកូលនាគបុរាណទៀតនោះទេហើយក៏ឲ្យសៀវយិនធ្វើការដោះលែងអ្នកគ្រប់គ្នាដោយពួកនាងនឹងនាំពួកគេចាក់ចេញត្រឡប់ទៅវិញស្របពេលដែលសៀវយិនគាត់ក៏បានគវាដៃរបស់គាត់បន្តិចចាប់ខ្លួនម្នាក់ទៀតដោយនោះគឺជាជាវហ្វឹងប្រាប់ឲ្យថាអ្នកដទៃគាត់គឺអាចដោះលែងបានប៉ុន្តែជាវហ្វឹងជាមួយនឹងចាប់សម្អុយពីរនាក់នេះគាត់គឺមិនអាចដោះលែងបាននោះទេព្រោះថាពួកគេគឺសត្វតែជាចំណាត់ខ្មាំងដ៏ល្អហើយក៏ធ្វើហ្វឹងហួងគឺបាននិយាយថាមើលតើសៀវយិនគឺមិនស្មោះត្រង់ជាមួយនឹងកិច្ចប្រឹងប្រែងនោះទេសៀវយិនក៏តបទៅវិញថាយ៉ាងម៉េចតើអូនគិតថាបងលងងដល់ថ្នាក់នឹងមែនទេនៅពេលដែលខ្ញុំដោះលែងឲ្យនាងចាក់ចេញត្រឡប់ទៅវិញនោះនាងប្រកាសជាដឹកនាំមនុស្សមកបន្ថែមទៀតប៉ុន្តែដោយមានពួកគេទាំង3នាក់ធ្វើជាចំណាត់ខ្មាំងនោះប្រសិនបើត្រកូលបិសាចមយុរាស៊ូគីគឺហ៊ានតែលូកដៃម្ដងទៀតនោះគឺមានតែចាំប្រមូលសាកសពពួកគេទាំង3នាក់ត្រឡប់ទៅវិញទៅហើយនៅពេលនេះយើងក៏ឃើញថាជាវហ្វឹងគេក៏ប្រែក្លាយទៅជារូបរាងដើមវិញសៀវយិនក៏នៅតែបន្តថាបន្ទាប់ពីចំនួននៃត្រកូលនាគបុរាណគឺត្រូវបានបញ្ចប់ហើយគាត់នឹងដោះលែងពួកគេទាំង3នាក់ជាធម្មតាហើយនៅពេលនេះក៏ឲ្យនាងយល់ផងដែរថាគាត់មិនមែនកំពុងតែចង់ចរចាជាមួយនឹងនាងនោះទេផ្ទុយទៅវិញគឺកំពុងតែគំរាមនាងដូច្នោះហើយនៅពេលនេះក៏ឲ្យនាងដឹកនាំបកពួករបស់នាងធ្វើដំណើរត្រឡប់ទៅកាន់ត្រកូលរបស់នាងវិញទៅហើយក៏ឲ្យពួកគេនឹងគឺធ្វើការពិចារណាឲ្យបានម៉ត់ចត់ថាតើពួកគេចង់បាននៅមេដឹកនាំរបស់ពួកគេជាមួយនឹងព្រឹទ្ធាចារ្យទាំងពីរត្រឡប់ទៅវិញឬមួយក៏ចង់ជ្រៀតជ្រែកលូកដៃចូលទៅក្នុងកិច្ចការនៃត្រកូលនាគបុរាណចំណែកយ៉ាវមីងគាត់បានបន្ថែមទៅកាន់ហ្វឹងហួងថាដោយអ្វីដែលនាងបានឃើញចឹងបងប្រុសសៀវយិនរបស់គាត់គឺជាមនុស្សម្នាក់ដែលស្លូតខ្លាំងមែនទែនមិនមែនជាមនុស្សចិត្តអាក្រក់នោះទេបើមិនដូច្នោះទេគាត់គឺចាត់ការទៅលើពួកគេទាំង3នាក់រួចទៅហើយចំណែកហ្វឹងហួងនៅពេលនេះគឺពិតជាក្តៅខ្លាំងមែនទែនព្រោះថាយ៉ាងណាមិញមិនថានៅក្នុងចុងចៅឬមួយនៅក្នុងត្រកូលរបស់នាងនោះទេជាមួយនឹងកម្លាំងនៅឋានៈរបស់នាងនោះគឺអាចនិយាយបានថាខ្ពស់ខ្លាំងមែនទែនប៉ុន្តែសៀវយិនវិញគឺកំពុងតែក្អឺតក្តើមនៅចំពោះមុខនាងបន្ទាប់មកនាងក៏បានសម្រេចចិត្តឲ្យសៀវយិនដោះលែងអ្នកគ្រប់គ្នាទៅហើយនាងនឹងនាំពួកគេត្រឡប់ទៅវិញបន្ទាប់មកសៀវយិនគាត់ក៏បានគវាដៃបន្តិចហើយក៏ធ្វើការដោះលែងអ្នកគ្រប់គ្នាហើយចំណែកពួកគេនឹងក៏ចង់និយាយទៅកាន់ហ្វឹងហួងដែរប៉ុន្តែនាងក៏បានសម្ដកទៅកាន់ពួកគេដោយសារតែពួកគេគឺសត្វតែជាមនុស្សដែលគ្មានប្រយោជន៍រួចហើយនោះនាងបាននិយាយទៅកាន់សៀវយិនវិញម្ដងថារឿងមួយនេះត្រកូលរបស់នាងគឺនឹងចងចាំទុកប្រសិនបើមានគ្រោះថ្នាក់ណាមួយកើតឡើងចំពោះជាវហ្វឹងក៏ដូចជាព្រឹទ្ធាចារ្យទាំងពីរនោះត្រកូលរបស់នាងគឺមិនលើកលែងឲ្យសៀវយិនជាដាច់ខាតរួចហើយនាងក៏បានគវាដៃបន្តិចនោះច្រកផ្លូវលំហវាក៏ស្រាប់តែត្រូវបានហែកឡើងហើយពួកព្រឹទ្ធាចារ្យក៏ដូចជាកូនសិស្សទាំងអស់ហ្នឹងក៏បានចូលទៅខាងក្នុងនោះម្ដងមួយទៅចំណែកហ្វឹងឈីងអឺមុននឹងចូលទៅហ្នឹងនាងក៏បានក្លែកមើលទៅកាន់សៀវយិនរួចហើយក៏បាននឹកឃើញទៅដល់រឿងរ៉ាវជាច្រើនដែលបានកើតឡើងកន្លងមកខណៈដែលទឹកមុខរបស់នាងក៏មានការប្រែប្រួលបន្តិចប៉ុន្តែមិនដឹងថានៅក្នុងចិត្តនាងគឺកំពុងតែគិតបែបណានោះទេហើយបន្ទាប់មកនាងក៏បានដើរចូលទៅក្នុងផ្លូវលំហនោះទៅសៀវយិនក៏បាននិយាយទៅកាន់ហ្វឹងហួងថានាងមិនចាំបាច់ព្រួយបារម្ភនោះទេដរាបណាឲ្យតែនាងមិនកន្លះពាក្យសម្ដីនោះគាត់នឹងរក្សានៅសុវត្ថិភាពរបស់ពួកគេទាំងពីរនាក់យ៉ាងមីងបានបន្ថែមថាគាត់នឹងតាមដានរាល់សកម្មភាពនៃត្រកូលបិសាចមយុរាស៊ូគីប្រសិនបើមានអ្វីមួយដែលខកប្រក្រតីនោះគាត់នឹងផ្ញើនៅក្បាលចាបមួយទៅឲ្យពួកគេលើដូច្នោះហើយហ្វឹងហួងក៏មិនបានបញ្ចេញនៅប្រតិកម្មណាមួយដែរនៅពេលដែលនាងបានចាក់ចេញបាត់ទៅយ៉ាងមីងគាត់គឺនៅតែសោយប្រាប់ហើយថាការពីពេលមុនគាត់មិនដែលសរសើរនរណានោះទេប៉ុន្តែនៅពេលនេះគាត់គឺត្រូវតែសរសើរសៀវយិនក៏ប្រាប់ថាកម្រិតបរិសុទ្ធប្រយុទ្ធគឺមិនងាយស្រួលនៅក្នុងការវឹកហាត់នោះទេហើយ
នៅពេលនេះពួកគេទាំងពីរនាក់បានបាត់បង់នៅបទសតប្រយុទ្ធចំនួន2នាក់ដូច្នេះហើយមូលដ្ឋានគ្រឹះរបស់ពួកគេប្រកាសជាមានការចុះខ្សោយយ៉ាងខ្លាំងហើយនៅពេលនេះវិញពួកយើងនឹងផ្ដោតអារម្មណ៍ដោះស្រាយទៅលើកោះនាគទាំង3ហើយចំណែកចំណាត់ខ្មាំងទាំង3នេះវិញគាត់គឺសុំពឹងឲ្យព្រឹទ្ធាចារ្យនឹងជួយមើលថែពួកគេផងព្រឹទ្ធាចារ្យក៏តបទៅវិញថាអ្នកប្រុសសៀវយៀនសូមលោកទុកចិត្តចោះសៀវយៀនក៏តបទៅវិញថាបើអញ្ចឹងពួកយើងធ្វើដំណើរទៅកាន់កោះនាគខាងកើតរួចហើយនោះក៏បានគិតទៅដល់ក្តឹបនាគដោយសង្ឃឹមថាគ្មានរឿងអ្វីមួយកើតឡើងចំពោះនាងទៅចោះ